ខ្ញុំកាន់សាសនាព្រះពុទ្ធខ្ញុំជឿលើបុណ្យបាបខ្លាំងចាំដឹងថាយើងពីមុនរស់នៅឯណាហើយជាជនជាតិអីចឹងដឹងហើយស្លាប់ដោយសារអីចឹងដឹងមកហើយការដែលធ្វើវិច័យវិទ្យាដូចជាយន្តហោះដូចជាអីចឹងគឺនៅចាំបានគឺធ្លាប់ដឹងខ្ញុំអាយុ7ឆ្នាំខ្ញុំបានចាក់ចេញពីម្ដាយខ្ញុំទៅខ្វៀលគោឲ្យគេបាទដល់ខ្ញុំអាយុ12ឆ្នាំខ្ញុំឈប់មករស់នៅបងជាមួយបងចដូនមួយខ្ញុំហ្នឹងខាងជួសជុលរថយន្តហើយខ្ញុំអាយុ15ឆ្នាំអត់បានចូលរៀនបាទរៀនដល់អាយុ20ឆ្នាំឈប់ខ្ញុំទៅខ្វៀលគោខ្ញុំអាយុ8ឆ្នាំខ្ញុំបានឃើញយន្តហោះធ្លាក់បាទហើយខ្ញុំក៏បានរត់ទៅមើលឃើញមានមនុស្សស្លាប់4នាក់បាទក្នុងពេលនោះគេគ្រប់គ្នាទៅមើលដែរគេមានអារម្មណ៍ដូចថារន្ធត់ភ័យខ្លាចតែបើចំពោះខ្ញុំមួយគឺខ្ញុំអត់មានអារម្មណ៍ភ័យខ្លាចទេបែរជាខ្ញុំសប្បាយរីករាយនឹងចង់មើលទៅវិញហើយដល់ពេលចាប់ពីថ្ងៃនោះមកគឺខ្ញុំនឹងគិតថាបង្កើតយន្តហោះនៅក្នុងពេលណាមួយដែលមានសមត្ថភាពឬក៏មានថវិកាគ្រប់គ្រាន់ដើម្បីបង្កើតវានេះជាដង្ហែយន្តហោះដែលធ្វើអំពីឈើទូយន្តហោះនេះធ្វើអំពីធុងសាំងចំនួន2នេះជាកន្ទុយឲ្យវាធ្វើអំពីថង់ប្លាស្ទិកដូចគ្នាខាងក្នុងនេះជាស្លាបសម្រាប់ត្រូវខ្យល់និងសម្រាប់ហោះ